ព័ត៌មានថៃបានចេញផ្សាយថាបញ្ជាក់ចំណាំជាថ្មីពីទស្សនៈក្នុងការការពារអត្ថិភាពជាតិនៅលើដែនដីពេជ្រតាយគឺឧត្តមសេនីយ៍ត្រីតារាកិតអគ្គស្នងការដ្ឋាននគរបាលបានចេញមកថ្លែងអំពីករណីជម្លោះរវាងប្រទេសថៃនិងកម្ពុជាដែលទាក់ទងនឹងការអះអាងសិទ្ធិលើដែនដីនិងការប្រឈមប្រយុទ្ធរវាងកងកម្លាំងទាំងពីរប្រទេសនៅតំបន់គូចុងបុកខេត្តឧបនវ៉ាឆាហ្វេនីដែលអាចមានឥទ្ធិពលទៅលើប្រទេសថៃដោយមានការបញ្ជាក់ថាអគ្គស្នងការដ្ឋាននគរបាលឲ្យសារៈសំខាន់ខ្ពស់បំផុតចំពោះការពារនិងថែរក្សាប្រទេសជាតិក៏ដូចជាការការពារអធិបតេយ្យឲ្យភាពលើដែនដីថៃដូច្នេះស្នងការដ្ឋានបានបញ្ជាឲ្យកងនគរបាលប្រមូលផ្ដុំកម្លាំងជិតព្រំដែនរៀបចំកម្លាំងនិងឧបករណ៍អាវុធយុទ្ធភ័ណ្ឌឲ្យមានស្រេចសម្រាប់ការប្រតិបត្តិនិងគាំទ្រយ៉ាងពេញលេញក្នុងករណីប្រតិបត្តិការប្រសិនបើកម្លាំងនិងឧបករណ៍អាវុធមិនគ្រប់គ្រាន់ទេអគ្គស្នងការដ្ឋាននគរបាលជាតិនឹងផ្ដល់ការគាំទ្រយ៉ាងពេញលេញដោយមិនអនុញ្ញាតឲ្យមាននរណាម្នាក់រំលោភលើអធិបតេយ្យឲ្យភាពរបស់ប្រទេសថៃឡើយបានចាត់ឲ្យនគរបាលក្នុងខេត្តជិតព្រំដែនចំនួន7ខេត្តចាត់ចែងស៊ើបអង្កេតព័ត៌មានក្នុងតំបន់រៀបចំផែនការប្រតិបត្តិការនិងផែនការប្រឈមអំពើហិង្សាដើម្បីគាំទ្រប្រតិបត្តិការនានាពេលទទួលសេចក្តីបញ្ជាហើយបានបញ្ជាឲ្យកងនគរបាលស៊ើបអង្កេតឧក្រិដ្ឋកម្មបច្ចេកវិទ្យាតាមដានការវាយប្រហារតាមអ៊ីនធឺណិតនិងការផ្សាយព័ត៌មានបោកបញ្ឆោតតាមបណ្ដាញសង្គមដើម្បីអនុវត្តច្បាប់ធ្វើការបិទបាំងគ្រប់ករណីដែលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មបច្ចេកវិទ្យាដោយឧក្រិដ្ឋគោលបំណងរបស់ការបញ្ជាជាមិនឲ្យមានការផ្សាយឬបញ្ចេញព័ត៌មានคล้ายៗដែលអាចបង្កផលប៉ះពាល់ដល់ប្រទេសថៃជាមួយនេះដែរបានបញ្ជាឲ្យឧត្តមសេនីយ៍ត្រីក្រិនប៊ុនត្រុតត្រងចុះទៅតំបន់ដើម្បីពិនិត្យភាពរួចរាល់ផែនការប្រតិបត្តិការផែនការប្រឈមហានិភ័យកម្លាំងឧបករណ៍និងអាវុធយុទ្ធភ័ណ្ឌដើម្បីជាស្រេចសម្រាប់ការអនុវត្តនិងរួមគាំទ្រជាមួយកងទ័ពនិងស្ថាប័នពាក់ព័ន្ធផ្សេងទៀតបញ្ជាក់បន្ថែមពីទស្សនៈក្នុងការការពារអធិបតេយ្យឲ្យភាពជាតិមិនឲ្យនរណាលើសលប់ទៅលើអធិបតេយ្យឲ្យភាពរបស់ប្រទេសថៃជាដាច់ខាតនិងអនុវត្តច្បាប់និងគាំទ្រប្រតិបត្តិការយុទ្ធសាស្ត្រដើម្បីការពារតំបន់ព្រំដែននិងតំបន់ខាងក្រៅយ៉ាងពេញលេញនៅសមត្ថភាពប្រភពថៃញូព័ត៌មានថៃបកប្រែឡើងវិញដោយ Google